បាទគោរពជំរាបសួរថ្ងៃនេះយើងរៀនចេញតទៀតចេញអក្សរកយើងមុននឹងយើងចាប់ដើមសរសេរយើងត្រូវមើលសញ្ញាព្រួយគេពីលេខ1លេខ2និងលេខ3លេខ4លេខ5ដាក់សក់យើងដាក់សក់ត្រង់សិនទៅព្រោះអីយើងរៀនសរសេរមុនដំបូងអញ្ចឹងណាបាទយើងចាប់ដើមផ្សេងមកតាមសញ្ញាព្រួយពីលេខ1លេខ2លេខ3លេខ4តោះមកយើងដាក់សក់ត្រង់អូរៀងវាតិចយើងសំទោសសុំដាក់នោះទៀតដាក់យើងរៀនមុនបងយើងរៀនសេសក់ត្រង់សិនទៅបើយើងរៀនចេះស្ទាត់ហើយចាំយើងដាក់សក់ទៅសក់ត្រីសាប់បាទដាក់ចឹងមកបាទយើងរៀនសរសេរមានច្រើនវិធីអក្សរកហ្នឹងបាទកគឺមានឧទាហរណ៍ច្រើនប៉ុន្តែយើងសូមលើកតែងាយយកដាក់កគឺគោសត្វគោបាទជាបន្តទៀតយើងតាក់ទងទៅនឹងចេញនៈក្នុងភាសាអង់គ្លេសចេញនៈទី3 the third letter of English alphabet មានថាចេញនៈទី3ក្នុងភាសាអង់គ្លេសឧទាហរណ៍ there is a cat មានឆ្មាមួយមានថាចង់បញ្ជាក់ថាអក្សរ C ហ្នឹងគឺចេញនៈទី3ដូចទៅនឹងអក្សរចេញនៈភាសាខ្មែរអក្សរកដែរបាទអរគុណច្រើន